រឿងផ្កាយក្រោមមេឃភាគទី25វគ្គតាមសេវីបអង្កេតថ្ងៃនេះកំឡោះសង្ហាអាយុឬស្រស់ស្រាយប្លែកខុសពីរាល់ដងកំឡោះតូចស្លៀកឈុតក្រសេបខ្មៅកាន់តែស្អាតប្លែកនាយបដូរពីបុរសដែលចង់តែចិញ្ចើមមកជាបុរសដែលញឹមស្រស់នាយលើកទូរស័ព្ទពីហោប៉ៅដើម្បីខរកអនាគតសង្សារហេឡូផ្កាអូនរៀបចំខ្លួនហើយនៅបងទៅទទួលបានទេអាយុហឺទូរស័ព្ទមកផ្កាទាំងព្រឹកដើម្បីមកយកនាងទៅណែនាំឲ្យអ្នកផ្ទះស្គាល់ជាពិសេសក្រមុំតូចរូបស្រស់ឆ្លើយទូរស័ព្ទបណ្ដាផ្អៀងផ្អងមើលកញ្ចក់បណ្ដាហើយលោកមកយកចាំនៅមុខរបងណាហាមចូលផ្ទះខ្ញុំឲ្យសោះឬទេបាទអ្នកនាងសង្សារនាយវាចាទាំងទឹកមុខញឹមមួយសន្ទុះទៅរថយន្តទំនើបថ្មីស្រឡាងសេរីខ្ពស់ខ្មៅក្រឹបបិទកញ្ចក់ជិតឈឹងបានឈប់នៅមុខផ្ទះរបស់នាងតូចនាងបានរៀបចំខ្លួននឹងឡើងឡានយ៉ាងឆាប់រហ័សដោយខ្លាចអ្នកផ្ទះឃើញឆាប់ទៅលឿនឡើងនាងបានប្រាប់ទៅសង្សារបន្លំឲ្យបឡានលឿនដោយមិនប្រាប់ហេតុផលឡើយប៉ុន្តែនាងចេះតែងាកទៅក្រោយដើម្បីមើលឲ្យប្រកាសថាគ្មានអ្នកតាមមកអស់អូនលួចអ្នកផ្ទះមកមែនទេទើបអាការៈដូចជាភ័យព្រួយបែបនេះអត់ទេខ្ញុំបានប្រាប់ម៉ាក់រួចរាល់ហើយនេះលោកគិតថាខ្ញុំទៅណាមកណាលួចអ្នកផ្ទះទៅមែនទេកំឡោះញឹមទាំងហួសចិត្តអំពីការប្រកែកដ៏វែងរបស់ស្រីតូចរូបស្រស់មកដល់វិឡាភ្លាមរបងបើកជាមួយនឹងអ្នកយាមរបងផ្ទះរត់មកទទួលអ្នកប្រុសអ្នកយាមទាំងអន់លំទោនប្រកបដោយកាយវិការគោរពម្ចាស់ផ្ទះចំណែកអាយុឬក៏វាចាទាំងត្រជាក់ទៅកាន់អ្នកយាមពូថេតនេះជាសង្សារខ្ញុំស្គាល់មុខឲ្យហើយទៅជៀសវាងថ្ងៃក្រោយនាងមកទីនេះត្រូវពូមិនស្គាល់ធ្វើរឿងមិនសមរម្យដាក់នាងបាទអ្នកប្រុសអ្នកនាងតូចសូមអញ្ជើញខាងនេះបាទគ្រាន់តែឈានជើងចូលវិឡាមួយនេះភ្លាមផ្កាមានអារម្មណ៍ព្រឺព្រួចមិនធ្លាប់ជួបវាហាក់មានអ្វីមួយចម្លែកផ្កានោះជាប៉ាបងត្រូវសម្ដែងឲ្យសំណាគុំឲ្យបែកការឲ្យសោះយុះឬលួចខ្សឹបប្រាប់ផ្កាឲ្យប្រុងប្រៀបមកដល់ចំពោះមុខចាស់ទុំនាងបានងាកទៅតាមអ្វីដែលអាយុឬប្រាប់ព្រមទាំងលើកដៃសំពីយ៉ាងសំសួនលោកប៉ានេះផ្កាជាសង្សារកូនលោកប៉ាជំរាបសួរនាងតូចសំពះសួរលោកថៅកែយ៉ាងសំសួនបំផុតតែត្រូវទៅមកវិញដោយសម្ដីមិនគួរសមនឹងភាពប្រងើយអ្នកណាជាប៉ារបស់ហែងក្មេងមិនដឹងខ្ពស់ទាបពិតមែននាងតូចផ្កាបានដាក់ទឹកមុខនឹងនឹកអន់ចិត្តបាក់មុខជាពន់ពេកនៅលើតុអាហារនាងសឹងតែមិនចង់លើកដៃដួសអាហារញោមឡើយព្រោះក្រសែភ្នែកថៅកែយោនសម្លឹងមកនាងដោយភាពក្តៅក្រហាយកំឡោះសង្សារអនាមិកយកចិត្តទុកដាក់ទៅលើស្រស់ស្រីលើសពីការសម្ដែងនេះជាសកម្មភាពដួសអាហារឲ្យស្រីល្អចេញពីចិត្តខ្ញុំរួចកំឡោះបានជូននាងមកដល់ផ្ទះនិងប្រគល់លុយ$100សិនជាការងារថ្ងៃដំបូងនាងតូចក៏ទទួលយកទាំងស្ទាក់ស្ទើរនិងនឹកក្នុងចិត្តពុទ្ធោឲ្យនេះគេពិតជាឲ្យលុយខ្ញុំពិតមែនហេះគ្រាន់តែញោមបាយមួយពេលសោះគេនេះជាកូនមហាសេដ្ឋីពិតប៉ុន្តែខ្ញុំដែលបាក់មុខដូចថ្ងៃនេះទេចាត់ទុកថាយកលុយជាការសងជំងឺចិត្តទៅចោះឲ្យចោះអាប់ការឲ្យម្ដាយឯងកំពុងតែឈឺនៅផ្ទះកុំគិតច្រើនអីនាងត្រូវដាស់ស្មារតីមកវិញដោយអាយុឬចាប់ដៃនាងដើម្បីឲ្យប្រាក់ផ្កានេះបងកក់100សិនណាសូមអូនកុំប្រកែប្រកាន់មកលើបងអីណាហើយក៏សូមទោសជំនួសលោកប៉ាដែលប្រើក្រសែភ្នែកបែបនេះទៅកាន់អូនថ្ងៃក្រោយបងនឹងមិនឲ្យមានរឿងនេះកើតឡើងទៀតឡើយផ្កាញឹមព្រមទាំងវាចាកាត់ភ្លាមនៅមានលើកក្រោយទៀតតែម្ដងនេះខ្ញុំចង់រៀងឲ្យលោកអ្នកផ្ទះលោកនេះដូចជាមិនធម្មតាទេព្រឺសម្បុរណាស់ខ្ញុំគិតថាលោកគួរតែរៀបការជាមួយនារីដែលប៉ាលោករៀបចំទៅថាមិនត្រូវនាងអាចស្អាតជាងខ្ញុំក៏ថាបានណាអូនគិតថាបងស្រឡាញ់នារីដែលមានសម្រស់ស្អាតតែម្យ៉ាងទេបានហើយឆាប់ចូលផ្ទះចុះណាអរគុណណាស់សម្រាប់ថ្ងៃនេះដែលធ្វើឲ្យបងមានក្តីសុខបំផុតក៏ជាអាហារដែលបងញោមឆ្ងាញ់បំផុតដូចគ្នាបន្ទាប់ពីក្រមុំចូលផ្ទះមួយសន្ទុះក្រោយមកកំឡោះក៏មកដល់ផ្ទះដូចគ្នាប៉ុន្តែត្រូវលោកថៅកែយោនសួរជីកអំពីមិត្តស្រីកាលពីព្រឹកមិញព្រមទាំងគំរាមមិនឲ្យតាក់ទងទៀតផងថៅកែយោនបានឲ្យបណ្ដាញតាមសេវីពីនាងតូចផ្កាអ្នកសេវីបានត្រឹមថានាងជាកូនស្រីលោកណាក់រងនិងលោកស្រីផាត់លីនដែលជាកូនអ្នកក្រីក្រម្នាក់នៅជនបទលោកថៅកែទំនងមិនសូវជាពេញចិត្តវត្តមានរបស់ផ្កាឡើយលោកយោនតែងតែបង្ខំស្រស់ស្រីឲ្យចាក់ចេញពីអាយុហឺជាច្រើនដងតែស្រស់ស្រីមិនរៀថយឡើយព្រោះត្រូវតែជួយយូហឺឲ្យបានទោះនាងធ្វើដើម្បីលុយតែស្រស់ស្រីក៏មានចិត្តចង់ជួយសង្សារឲ្យផុតពីការបង្ខំមួយនេះនៅក្នុងថ្នាក់រៀននៃវិទ្យាល័យមួយដែលនាងតូចរៀនកំឡោះក្នុងសម្លៀកបំពាក់ជានិស្សិតសង្ហាណាស់គ្រាន់តែនាយឈានជើងចូលក្នុងថ្នាក់សិស្សទី10នាំគ្នាផ្អើលប្រៀបមកមើលសរសើរមិនដាច់ពីមាត់ខ្លះទាញកាមេរ៉ាមកថតប្រងប្រៀបភ្នែកនាយមិនសម្លឹងអ្នកណាក្រៅពីសង្សារបន្លំខ្លួនទេតម្រង់មកចំពីមុខតរបស់នាងនឹងវាចាយ៉ាងផ្អែមល្ហែមផ្កាហាស្អែកនេះជប់លៀងផ្ទះបងអូនត្រូវតែទៅណាគុំអាក់ខានឲ្យសោះ
កំឡោះយូរអាហើមកប្រាប់ការដល់ថ្នាក់រៀនធ្វើឲ្យមិត្តក្នុងថ្នាក់ច្រណែនគ្រប់គ្នាដែលនាងមានសង្សារស្អាតសង្ហានិងជាអភិជនបងយូរហេតុអីមកដល់ទីនេះទូរស័ព្ទមកក៏បានដែរមើលចុះគេមើលគ្រប់គ្នាហើយនាងតូចវាចាទាំងមុខក្រហមយូរឬមិននិយាយអ្វីទៅកាន់ស្រីល្អឡើយក្រៅពីងាកទៅកាន់សាន់យ៉ាដែលនៅក្បែរនោះអញ្ចើញអ្នកនាងសាន់យ៉ាទៅចូលរួមសប្បាយផងអ្នកនាងទៅដែរទេសាន់យ៉ាងក់ក្បាលញឹមទៅតបទាំងអ៊ីនព្រៀនសិស្សច្បងអញ្ចើញហើយនោះគឺមិនទៅមិនបានទេស្អែកឡើងពិធីជប់លៀងបានមកដល់គ្រប់គ្នាញោមទឹកក្រូចយ៉ាងសប្បាយពួកគេមិនប្រើគ្រឿងស្រវឹងទេវានាំឲ្យប៉ះពាល់សុខភាពក្នុងវ័យសិក្សារបស់ពួកគេជប់លៀងនេះសប្បាយទៅបានព្រោះខណៈនេះលោកយោនទៅជួញដូរនៅស្រុកឆ្ងាយបាត់ទៅហើយមិនមានអ្នកណាមាត់ធំស្រែកកំហុកទៀតទេគ្រប់គ្នាកំពុងសប្បាយមិនដឹងទេថានាងក្មេងជំទង់រូបនេះចូលចិត្តធ្វើរឿងចម្លែកខុសពីមិត្តដទៃព្រោះនាងជាបេសកជនដែលតាមរកបណ្ដាញជនក្បត់អធិកនិងតាមរកត្បូងចរណៃដែលពួកនេះលក់មកឲ្យថៅកែធំនៅក្រៅប្រទេសនាងតូចទទួលការងារនេះដោយសម្ងាត់បំផុតវាជាកិច្ចសន្យារៀងព្រះអង្គម្ចាស់រ៉ាអេស៊ីតនិងនាងទៅបនាងត្រូវវឹកហាត់បាញ់កាំភ្លើងនិងឆែកទិន្នន័យគ្រប់យ៉ាងនាងបានចូលក្នុងវិឡាថៅកែធំនេះតាមបញ្ជាថ្នាក់លើរបស់នាងមិនមែនដោយសារតែលុយយកមើលម្ដាយតែម្យ៉ាងឡើយស្រស់ស្រីបានចូលទៅក្នុងបន្ទប់មួយដែលបិទជិតឈឹងសំណាងល្អដែលបង្អួចចាក់កន្លេសមិនជាប់នាងបានឆែកឃើញត្បូងមានតម្លៃជាច្រើននិងឈើប្រណិតស្តុកទុកដោយបិទកៅស៊ូជិតឈឹងក្រមុំតូចបានថតផុសតាងទាំងអស់ដែលនៅក្បែរនោះស្រាប់តែសំឡេងស្រែកហៅបានឮកាន់តែចិត្តនាងផ្កាខំស្រវេស្រវាលួចចេញក្រៅតាមបង្អួចយ៉ាងស្ទាត់ជំនាញផុសតាងក៏មានក្នុងដៃស្របពេលពិធីជប់លៀងចប់សពគ្រប់អាយុឬជាអ្នកជូននាងមកផ្ទះដោយផ្ទាល់ពេលវេលាកាន់តែយូរអាយុឬកាន់តែស្រឡាញ់នាងខ្លាំងឡើងមិនមែនក្តីស្រឡាញ់ដែលសម្ដែងតែនៅពីមុខគេឡើយនៅខាងក្រោយខ្នងក៏កំឡោះរូបនេះយកចិត្តទុកដាក់លើនាងមិនធម្មតាដែលក្តីស្រឡាញ់ដែលគ្មានការយល់ស្របពីអ្នកផ្ទះរបស់កំឡោះទេជាពិសេសគឺលោកជូនមកផ្ទះក្រមុំតូចលើកដៃសំពះអរគុណមុនចេញពីយន្តកំឡោះញឹមស្ងួតត្រឡប់មកវិញនាយមិនដឹងថាត្រូវនិយាយអ្វីជាមួយនាងតូចឡើយក្រៅពីញឹមស្ងួតនេះជាទឹកមុខជាប្រចាំរបស់គេសកម្មភាពនេះមិនអាចរំលងភ្នែកទាំងគូរបស់លោកណាក់រងឡើយលោកបារម្ភពីកូនស្រីយ៉ាងចម្លែកក៏មិនចង់ឲ្យកូនស្រីទៅពាក់ពន្ធុយជាមួយគ្រួសារលោកយោនថែមទៀត